អរគុណច្រើនអ្នកសារព័ត៌មាននិងការបោះឆ្នោតអ្នកសារព័ត៌មាននិងការបោះឆ្នោតចាជំរាបសួរលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ដែលកំពុងតែតាមដានស្ដាប់កម្មវិធីផ្សាយសម្លេងរបស់វិទ្យុសារកា FM 106.5 MHz ពីរាជធានីភ្នំពេញជាទីគោរពនិងជាទីមេត្រីចាកម្មវិធីអ្នកសារព័ត៌មាននិងការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជាឆាំសហការជាមួយអង្គការក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាបានវិលមកជួបលោកអ្នកនាងនៅបងប្អូនរួមជាតិតាមពេលវេលាដែលបានកំណត់ទៀតហើយចាយើងបានដឹងរួចមកហើយថាដើម្បីសង្គមមួយទទួលបាននូវការលូតលាស់ទាន់សម័យប្រព័ន្ធសារព័ត៌មានគឺជាអ្នករួមចំណែកផ្ដល់នូវបញ្ជូនសារដ៏មានប្រសិទ្ធភាពដល់សាធារណជនលើគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ចនិងផ្នែកនយោបាយចាដោយហេតុថានៅថ្ងៃទី28ខែកក្កដាខាងមុខនេះកម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចាសម្រាប់កម្មវិធីយើងថ្ងៃនេះប្រធានបទដែលកម្មវិធីយើងនឹងលើកយកមកធ្វើការបកស្រាយនិងជជែកពិភាក្សាដើម្បីស្វែងយល់ដឹងជាមួយគ្នានៅថ្ងៃនេះគឺនិយាយថាតើអ្នកបោះឆ្នោតត្រូវការអ្វីពីប្រព័ន្ធផ្សព្វផ្សាយចាចង់ដឹងថាតើអ្នកបោះឆ្នោតត្រូវការអ្វីពីប្រព័ន្ធផ្សព្វផ្សាយវាគ្មិនកិត្តិយសដែលកំពុងតែមានវត្តមាននៅទីនេះលោកកំពុងតែរងចាំស្វាគមន៍រាល់សំណួរពីប្រិយមិត្តអ្នកស្ដាប់ចាជំរាបសួរលោកវាគ្មិនតែម្ដងទេចាបាទជំរាបសួរខ្ញុំបាទឈ្មោះស្រីសុភ័ក្រជាមន្ត្រីព័ត៌មាននិងច្បាប់នៃគណៈកម្មាធិការ Conference បាទចាអរគុណច្រើនលោកអ្នកប្រហែលជាបានស្គាល់រួចហើយនៅពេលដែលយើងគ្រាន់តែឮថា Conference នោះតា Conference ធ្វើការពាក់ព័ន្ធទៅលើអ្វីខ្លះនោះហើយយើងបង្វែរមកកម្មវិធីយើងវិញសម្រាប់ថ្ងៃនេះយើងមានមតិបងប្អូនប្រជាពលរដ្ឋដែលកម្មវិធីយើងបានចុះទៅធ្វើការសម្ភាសនៅខាងក្រៅស្ថានីយ៍ចំពោះការយល់ដឹងរបស់គាត់និងមតិរបស់គាត់ពាក់ព័ន្ធទៅថាតើអ្នកត្រូវការអ្វីខ្លះពីប្រព័ន្ធផ្សព្វផ្សាយក្នុងពេលបោះឆ្នោតនោះរួមចំណែកនោះផងដែរយើងនឹងលើកយកអត្ថបទដែលបានដកស្រង់ចេញពីសារព័ត៌មានដែលនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាព្រមទាំងអត្ថបទដែលដកស្រង់ចេញពីវិទ្យុនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលនិយាយភាសាខ្មែរនាំមុខគេផងដែរមកធ្វើការស្វែងយល់ដឹងទាំងអស់គ្នាហើយយ៉ាងណាក៏ដោយយើងតែងទុកឱកាសជូនលោកអ្នកនាងនៅបងប្អូនរួមជាតិចូលរួមជាមួយកម្មវិធីពេលដែលលោកអ្នកនាងនៅបងប្អូនរួមជាតិមានចម្ងល់នានានៅក្នុងកិច្ចពិភាក្សាយើងដែលកំពុងតែធ្វើការពិភាក្សាផ្ទាល់នៅក្នុងប្រធានបទនិយាយថាតើអ្នកបោះឆ្នោតត្រូវការអ្វីពីប្រព័ន្ធផ្សព្វផ្សាយហើយយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកនាងនិងបងប្អូនរួមជាតិមានបំណងចូលរួមសូមអធិស្ឋានសូមមេត្តាចោទឲ្យចំសំណួរពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងតែម្ដងដើម្បីឲ្យកម្មវិធីរយៈពេល55នាទីនេះមានប្រយោជន៍សម្រាប់អ្នកស្ដាប់មានប្រយោជន៍សម្រាប់សង្គមនិងបានផ្ដល់នៅតម្លៃឆ្លើយតបទៅនឹងកម្មវិធីរបស់យើងតែម្ដងដោយសារយើងជួបគ្នាជាដំបូងនោះប៉ុន្តែជាលើកទី2ហើយណាលោកសុភ័ក្រចាជាការរួមចំណែកដែលលោកបានឆ្លៀតពីពេលវេលាដ៏មានតម្លៃមកចូលរួមជាមួយកម្មវិធីប៉ុន្តែដើម្បីស្វាគមន៍ប្រិយមិត្តយើងខ្ញុំចង់ឲ្យលោកសុភ័ក្រឆ្លើយបំភ្លឺនៅសំណួរឬក៏ដូចជាបកស្រាយឲ្យបង្ហាញជូនលោកអ្នកនាងនិងបងប្អូនរួមជាតិឲ្យបានជ្រាបថាតើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានអ្វីខ្លះហើយប្រមាណប្រភេទដែររហូតមកដល់បច្ចុប្បន្នកាលនេះចា៎បាទសូមអរគុណមែនតើទៅបើយើងនិយាយពីប្រព័ន្ធផ្សព្វផ្សាយនេះការប្រើប្រាស់ពាក្យពេចន៍ក៏ដូចជាការសម្គាល់ទៅលើប្រភេទផ្សេងៗនោះវាអាចផ្លាស់ប្ដូរទៅតាមបរិបទផ្សេងគ្នាដែរដោយឧទាហរណ៍ដែលខ្ញុំនិយាយនៅក្នុងផ្នែកសារព័ត៌មានអ្នកដែលគាត់ធ្វើផ្នែកសារព័ត៌មានគាត់អាចនឹងចែកប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយនេះជា2ដោយគាត់ប្រើពាក្យពីដើមនោះគឺជាភាសាអង់គ្លេសថា print and broadcast media មានន័យថាជាប្រព័ន្ធផ្សព្វផ្សាយដែលបោះពុម្ពនិងប្រព័ន្ធផ្សព្វផ្សាយដែលប្រើរលកធាតុអាកាសប៉ុន្តែនៅសម័យបច្ចុប្បន្ននេះគេជំនួសដោយពាក្យ print និង broadcast នេះគេប្រើពាក្យប្រព័ន្ធផ្សព្វផ្សាយ online និង offline វិញជាការប្រើប្រាស់ពាក្យបច្ចុប្បន្នភាពមានន័យថាប្រព័ន្ធផ្សព្វផ្សាយហ្នឹងវាធ្វើការផ្សព្វផ្សាយតាមរយៈមធ្យោបាយមួយដែលអត់ប្រើខ្សែ
និងមធ្យោបាយមួយទៀតនៅលើប្រព័ន្ធអ៊ីនធឺណិតដែលយើងប្រើសប្តាហ៍ថ្ងៃនេះប៉ុន្តែទោះបីជាការប្រើប្រាស់ពាក្យណាមួយក៏ដោយក៏មានការបញ្យល់បន្ថែមថាវាគួរតែស្មើបែបនេះប៉ុន្តែខ្ញុំអាចទាញសរុបមកវិញថាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដែលយើងប្រើពាក្យច្រើនហើយយើងទទួលស្គាល់គ្រប់គ្នានោះគឺមានតែពីរប្រភេទទេធំគឺប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពនិងប្រព័ន្ធផ្សព្វផ្សាយតាមរលកវិទ្យុឬក៏រលកធាតុអាកាសនេះដែរចា៎ទូទៅបាទប្រភេទនៅក្នុងការបោះពុម្ព print media ហើយនិង broadcast media ហ្នឹងគឺនឹងចែកផ្សេងគ្នាទៀតដូចដែលខ្ញុំបញ្ជាក់ថា print media ប្រព័ន្ធផ្សព្វផ្សាយដែលបោះពុម្ពហ្នឹងយើងឃើញមានចរាចរណ៍នៅប្រទេសកម្ពុជាយើងមានដូចជាកាសែតទស្សនាវដ្តីត្រូវបានគេចាត់ទៅជាភេទនៃប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពព្រោះជាការ print ចេញមកហើយយកទៅឲ្យប្រជាពលរដ្ឋនោះគាត់ទទួលបានព័ត៌មានចំណែក broadcast មានន័យថាប្រព័ន្ធផ្សព្វផ្សាយតាមរលកវិទ្យុរលកធាតុអាកាសនេះគឺជាប្រព័ន្ធមួយដែលយើងឃើញដូចជាទូរទស្សន៍មានវិទ្យុហើយក៏រាប់បញ្ចូលផងដែរនៅគេហៅថាគេហទំព័រសេវាអ៊ីនធឺណិតដែលគាត់ផ្ដល់នៅព័ត៌មានតាមរយៈអនឡាញហ្នឹងក៏ត្រូវបានគេចាត់ទុកជាប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ broadcasting ជាការផ្សព្វផ្សាយតាមរលកអាកាសនេះផងដែរហើយដូចជាទូរទស្សន៍មែនទែននៅក្នុងបច្ចេកទេសទូរទស្សន៍នេះការផ្សព្វផ្សាយមានច្រើនទៀតមានន័យថានៅក្នុងប្រព័ន្ធទូរទស្សន៍ហ្នឹងគេមានរាប់បញ្ចូលទាំងទូរទស្សន៍ដែលប្រើអង្តែនប្រជាពលរដ្ឋយើងនៅតាមជនបទដាច់ស្រយាលហ្នឹងលោកប្រើអង្តែនហ្នឹងហើយប្រើអង្តែនហ្នឹងគាត់លើកមកបន្តិចមកអានថេណាហ្នឹងគឺគាត់អាចទទួលបាននៅប៉ុស្តិ៍ព័ត៌មាននៅក្នុងស្រុកមួយព្រោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍នេះនៅក្នុងប្រទេសកម្ពុជាយើងមានការបញ្ជូនរលកអាកាសពីស្ថានីយ៍ដែលគាត់ផ្សាយហ្នឹងទៅតាមបណ្ដាខេត្តនានាតាមរយៈការលើកអង្តែនហើយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលនៅក្នុងមូលដ្ឋានរបស់គាត់នោះមានប៉ុស្តិ៍ច្រើននោះដែលយើងទទួលស្គាល់រាល់ថ្ងៃហ្នឹងគឺទូរទស្សន៍ខ្សែកាបជាការបំបែកមកពីទូរទស្សន៍ satellite ទូរទស្សន៍កាយអណបមួយទៀតដែលយកមកផ្គុំគ្នាទៅហើយចែកតាមរយៈប្រព័ន្ធកាយអណបហ្នឹងបំលែងទៅជាប្រព័ន្ធតាមខ្សែដែលយើងប្រើពាក្យថាខ្សែកាបនោះហើយឥឡូវហ្នឹងគេមានធ្វើបច្ចុប្បន្នភាពមួយទៀតរហូតដល់ទូរទស្សន៍អ៊ីនធឺណិតមានន័យថាជាប្រព័ន្ធផ្សព្វផ្សាយដែលប្រើអាឡូកអាកាសហើយលោកអ្នកអាចមើលបានគ្រប់ទីកន្លែងតាមរយៈ channel របស់អ៊ីនធឺណិតមានន័យថាកន្លែងណាដែលអាចប្រើប្រាស់សេវាអ៊ីនធឺណិតបានលោកអ្នកអាចទស្សនាកម្មវិធីបានហើយគេហៅថា TV អ៊ីនធឺណិតនេះវាមានប្រជាប្រិយហើយកំពុងតែតាក់ទាញយុវជនយើងភាគច្រើនហ្នឹងគាត់ងាកមកចាប់អារម្មណ៍ដែលយើងស្គាល់គ្រប់គ្នាថាដូចជាបណ្ដាញមួយហ្នឹងមានឈ្មោះថា YouTube ហ្នឹងគឺជាដូចជាទូរទស្សន៍អ៊ីនធឺណិតអញ្ចឹងមានន័យថាគាត់បង្ហោះនៅអាប់ឡូតបញ្ចូលនៅរូបភាពវីដេអូណាមួយដែលគាត់ចាប់អារម្មណ៍ចូលទៅក្នុងហ្នឹងហើយអ្នកដែលគាត់ចង់ទស្សនាគាត់អាចស្វែងរកតាមរយៈពាក្យកលឹះនៃពាក្យនីមួយៗដូចជាគាត់ចង់បានមើលកំ pl ែងនាយពាក់មីគាត់អាចវាយពាក្យនាយពាក់មីទៅចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិត YouTube ហ្នឹងគេចេញជា clip វីដេអូខ្លីៗមកនិយាយអំពីនាយពាក់មីគាត់ចង់មើលព័ត៌មានចង់មើលអិសរាជជនសំខាន់គាត់វាយឈ្មោះអិសរាជជនសំខាន់នោះទៅអាចបង្ហាញជា clip វីដេអូទូចបែបហ្នឹងអាហ្នឹងជាប្រព័ន្ធផ្សព្វផ្សាយដែលយើងអាចបញ្ចូលគ្នាថាជាប្រព័ន្ធbroadcasting ឬក៏ online ហ្នឹងជាទូរទស្សន៍ដែលយើងឃើញហើយទូរទស្សន៍ដែលប្រជាពលរដ្ឋនៅតាមជនបទដាច់ស្រយាលគាត់អាចជួបគាត់អាចស្គាល់នោះប្រហែលជាត្រឹមតែទូរទស្សន៍លើកអង្តែនទេប៉ុន្តែមានអ្នកខ្លះគាត់អាចជាវដល់ទៅសេវាគេប្រើពាក្យថាផ្កាយអណបចានថាសដូចជា Dejo TV ជាដើមហ្នឹងអាហ្នឹងក៏ទៅជាប្រព័ន្ធទូរទស្សន៍មួយដែលចូលទៅក្នុងចំណាត់ប្រភេទផ្កាយអណបហើយប៉ុន្តែបើអ្នកដែលគាត់ខ្ជិលនៅទីក្រុងហើយគាត់ពិបាកនៅក្នុងការតម្លើងអង្តែនព្រោះផ្ទះគាត់នៅចន្លោះគ្នាហើយចៀតក្នុងការលើកអង្តែនអញ្ចឹងគាត់ងាកមកចាប់អារម្មណ៍ជាមួយនឹងទូរទស្សន៍ខ្សែកាបហើយបើអ្នកដែលគាត់មានលទ្ធភាពប្រើទូរស័ព្ទទំនើបហ្នឹងគាត់ងាកមកចាប់អារម្មណ៍ជាមួយនឹងទូរទស្សន៍បែបអ៊ីនធឺណិតវិញចាអរគុណលោកសុភ័ក្រតាមការពិតលោកបានរៀបរាប់យ៉ាងច្រើនជូននៅលោកអ្នកនាងនៅបងប្អូនរួមជាតិឲ្យស្គាល់ថាតើប្រព័ន្ធផ្សព្វផ្សាយនៅព្រះរាជាណាចក្រកម្ពុជានឹងពេលបច្ចុប្បន្នហ្នឹងវារីចម្រើនលូតលាស់ដល់កម្រិតណាហើយប៉ុន្តែក្នុងនោះដែរនេះខ្ញុំក៏សូមជម្រាបលោកអ្នកនាងនៅបងប្អូនរួមជាតិឲ្យបានជ្រាបថាថ្ងៃនេះប្រធានបទរបស់យើងគឺនិយាយថាតើអ្នកបោះឆ្នោតត្រូវការអ្វីពីប្រព័ន្ធផ្សព្វផ្សាយចាហើយវាគ្មិនដែលកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយសម្លេងរបស់យើងគឺលោកសុភ័ក្រដែលអញ្ជើញមកពីអង្គការ Comprel យ៉ាងណាក៏ដោយយើងចង់ដឹងថាតើបងប្អូនប្រជាពលរដ្ឋនៅខាងក្រៅស្ថានីយ៍លោកមានទស្សនៈនិងយល់ដឹងយ៉ាងណាដែរចំពោះសំណួរដែលសួរថាតើអ្នកបោះឆ្នោតត្រូវការអ្វីពីប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងសូមអញ្ជើញស្ដាប់មតិបងប្អូនប្រជាពលរដ្ឋលោកឆ្លើយនៅសំណួរនេះដូចតទៅចាស់សិន
ក្នុងនាមអ្នកជាអ្នកបោះឆ្នោតអ្នកត្រូវការប្រព័ន្ធផ្សព្វផ្សាយឲ្យគេផ្សាយពីអ្វីខ្លះ គាត់ផ្សព្វផ្សាយថាពេលវេលាបោះឆ្នោតថ្ងៃនេះហើយគណៈបកចូលឈ្មោះនោះមានប្រមាណទូអាចនឹងជាអត្ថប្រយោជន៍ច្រើន ផ្សព្វផ្សាយជាគោលនយោបាយពីព័ត៌មានគោលនយោបាយគណៈបកនីមួយៗតងទៅនឹងតើគាត់ត្រូវការអីខ្លះនៅពេលមុននឹងគាត់អាចទៅបោះឆ្នោតបានផ្សព្វផ្សាយពីគោលនយោបាយពួកគាត់ម្នាក់ៗគាត់ចង់បានគោលនយោបាយណាដែលល្អនឹងអភិវឌ្ឍសង្គមរបស់គាត់ពេលដែលគាត់ជាប់ឆ្នោតទៅគាត់ធ្វើអីខ្លះចង់ឲ្យគាត់គ្រប់នៅពាក្យសន្យាផងគាត់នឹងពិសេសចង់ឲ្យគាត់ទៅចែកពីភាពសួរដេញដោលគ្នារវាងគោលនយោបាយពីគណៈបកមួយការផ្សព្វផ្សាយឲ្យមានភាពច្បាស់លាស់ហើយជាពិសេសពេលដែលរាប់ស្លឹកឆ្នោតព័ត៌មានពិតនាំឲ្យមានការសម្រេចចិត្តត្រឹមត្រូវនៅស្ទាក់ស្ទើរដល់ណាបញ្ចេញយោបល់សំណួរនិងបទពិសោធន៍របស់អ្នកភ្លាមមកតាមរយៈលេខ092 99 60 00និង081 88 1065ចាអំបញ្ញមិញលោកអ្នកនាងអ្នកបងប្អូនរួមជាតិជាពិសេសលោកយើងមិនបានស្ដាប់ប្រសាសន៍របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលលោកលើកឡើងចំពោះការចង់បានរបស់យើងពាក់ព័ន្ធជាមួយនឹងថាតើនៅពេលបោះឆ្នោតត្រូវការអ្វីពីប្រព័ន្ធផ្សព្វផ្សាយចាមុនហ្នឹងលោកវាគ្មិនបានជម្រាបហើយថាប្រព័ន្ធផ្សព្វផ្សាយវាមានអីខ្លះចាគឺមានតាំងពីវិទ្យុទូរហូតដល់ស្អីមិញចាអ៊ីនធឺណិតទៅទៀតហើយបងប្អូនប្រជាពលរដ្ឋគាត់ចង់បាននៅចំណុចមួយចំនួនពាក់ព័ន្ធជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយហ្នឹងគឺគាត់ចង់បានពីការផ្សព្វផ្សាយនៅគោលនយោបាយហើយចង់បានការផ្សព្វផ្សាយឲ្យដឹងថាថ្ងៃណាបោះឆ្នោតហើយឯកសារអ្វីខ្លះនៅក្នុងពេលបោះឆ្នោតប៉ុន្តែក្នុងនោះក៏មានអ្នកដែលគាត់លើកឡើងថាគាត់ចង់បានឲ្យមានផ្សព្វផ្សាយអំពីកិច្ចពិភាក្សារបស់គណៈបកចោតសួរគ្នាទៅវិញទៅមកប៉ុន្តែទាំងអស់ហ្នឹងមិនដឹងថាវាគ្រប់ជ្រុងជ្រោយហើយឬនៅសម្រាប់អ្នកដែលចង់បាននោះទេហើយយើងរងចាំស្វាគមន៍ប្រិយមិត្តដែលលោកនឹងចូលរួមជាមួយយើងថាតើគាត់ត្រូវការអីខ្លះពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងពេលបោះឆ្នោតដោយសារពុំទាន់មានប្រិយមិត្តលោកចូលរួមនេះខ្ញុំប្រហែលត្រូវសួរលោកវាគ្មិនវិញម្ដងពាក់ព័ន្ធជាមួយនឹងចម្លើយរបស់ប្រិយមិត្តបាញ់មិញថាវាគ្រប់គ្រាន់ហើយឬនៅហើយតាមមានចំណុចខ្វះខាតអីដែលតើគួរបន្ថែមប៉ុន្តែសុំសង្ខេបដើម្បីស្វាគមន៍ប្រិយមិត្តប្រហែលគេលោកវាគ្មិនមានភាសាតែគាត់ថាគាត់ចង់បានអីផ្សេងពីហ្នឹងណាបាទតាមពិតបើយើងស្ដាប់ប្រិយមិត្តដែលយើងលោកជាម្ចាស់ឆ្នោតហើយគាត់ចង់បានព័ត៌មានតាក់ទងជាមួយនឹងការបោះឆ្នោតតាមរយៈប្រព័ន្ធផ្សព្វផ្សាយហ្នឹងស្ដាប់ទៅដូចជាងាយហើយសាមញ្ញទេនៅក្នុងការបំពេញព្រោះយើងឃើញហើយថាអ្វីដែលគាត់ចង់បានហ្នឹងសិតតែមានរួចហើយតាមរយៈការបោះឆ្នោតកន្លងមកនេះហើយអ្វីដែលមិនទាន់មានអាចដូចជាការតាមដានរបស់ប្រជាពលរដ្ឋហ្នឹងទៅលើការបោះឆ្នោតបន្ទាប់ពីប្រកាសលទ្ធផលហើយព្រោះមែនទែនបើសិនជាយើងនិយាយពីការទទួលព័ត៌មានតាក់ទងជាមួយនឹងការបោះឆ្នោតនេះនៅក្នុងក្របខ័ណ្ឌនៃការផ្សព្វផ្សាយអំពីការបោះឆ្នោតមួយដែលមានលក្ខណៈពេញលេញនោះវាគួរតែគ្រប់ដណ្ដប់ទៅលើបរិបទចំនួន3បរិបទទី1ជាដំណាក់កាលនៅមុនពេលបោះឆ្នោតអាចរាប់ចាប់ពីការចុះឈ្មោះបេក្ខជនគណៈបកនយោបាយហើយរាប់ជាមួយនឹងការឃោសនារហូតដល់រាប់ជាមួយនឹងថ្ងៃសហើយនឹងថ្ងៃបោះឆ្នោតពេលរាប់ស្លឹកឆ្នោតនេះជាដើមហើយពេលរាប់ស្លឹកឆ្នោតឬក៏ថ្ងៃបោះឆ្នោតនេះវាចូលដល់ដំណាក់កាលទី2គឺដំណាក់កាលនៃថ្ងៃបោះឆ្នោតដែលប្រជាពលរដ្ឋយើងគាត់បានបញ្ជាក់អំបញ្ញមិញគាត់ថាគាត់ចង់ដឹងអំពីលទ្ធផលច្បាស់នៅក្នុងការបោះឆ្នោតនោះតើពីណាគេឈ្នះអីអាហ្នឹងសិតតែជាព័ត៌មានដែលងាយនៅក្នុងការបំពេញឲ្យពួកគាត់ហើយបន្តមកទៀតនៅក្នុងបទដ្ឋានសេចក្តីប្រកាសនៅទីក្រុងបាងកកស្តីពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នោះគេមានបញ្ញត្តិណែនាំទៅលើការដោះស្រាយបណ្ដឹងក្រោយពេលបោះឆ្នោតមួយទៀតដែលគួរតែបញ្ជាព័ត៌មាននេះទៅឲ្យប្រជាពលរដ្ឋអ្នកបោះឆ្នោតនោះបានដឹងព្រោះវាជារឿងមួយដែលបង្ហាញអំពីគេហៅថាភាពពេញលេញភាពស្របច្បាប់នៃការបោះឆ្នោតមួយដែលមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌បាទហើយងាកមកមើលប្រព័ន្ធផ្សព្វផ្សាយរបស់យើងតាមពិតប្រជាពលរដ្ឋយើងគាត់ចង់ដឹងហ្នឹងងាយដែលយើងគិតថាដូចជាប្រជាពលរដ្ឋយើងគាត់អាចចង់ដឹងពីរបៀបបោះឆ្នោតហើយចង់ដឹងពីលទ្ធផលបោះឆ្នោតនិងព័ត៌មានបោះឆ្នោតប៉ុន្តែអ្វីដែលពិបាកនោះគឺលទ្ធភាពនៅក្នុងការទទួលបាននៅព័ត៌មានទាំងនោះទៅវិញទៀតបាទចាសូមអរគុណលោកវាគ្មិនដោយសារយើងទទួលព័ត៌មានថាមានប្រិយមិត្តម្នាក់លោកចូលរួមហើយអញ្ចឹងនាងខ្ញុំសូមភ្ជាប់ទូរស័ព្ទជូនតែម្ដង
Alo ជំរាបសួរ ចាជិះទៅ អូនស៊ីម៉ុនទូរស័ព្ទពីភ្នំពេញមែនទេ ចាហ្មង ចាចាអរគុណច្រើនចាចានិយាយទៅទៅលើកឡើងឲ្យបងលើសម័យហ្នឹងគាត់ផ្សាយវាទលំទលាយឥឡូវចាប៉ុន្តែគ្រាន់ថាវាមិនបានដូចថាគណៈបកមួយគាត់និយាយថាគាត់មានផ្សាយគាត់វាតិចតួចទេដល់ឲ្យគាត់ណាចាវាគាត់ថាគេវិសុមួយតូចអញ្ចឹងវាពិបាកចាអញ្ចឹងវាឥឡូវនេះវាមានតាំងពីអ៊ីនធឺណិតតាំងពីអីអញ្ចឹងតាមវា hotline អញ្ចឹងវាមានច្រើនប៉ុន្តែហើយប្រទេសមួយដែលថាប្រកាន់លទ្ធិជាសង្ស័យប៉ុន្តែមានតម្រាត់ប៉ុន្តែទៀតពិតអត់មានចាអត់មានចែករំលែកឲ្យប្រព័ន្ធផ្សព្វផ្សាយដល់បកប្រឆាំងអីឲ្យគាត់បានមានភាពស្មើគ្នានឹងខាងបកកណ្ដាលអត់ឃើញមានចាអញ្ចឹងសោកស្ដាយមែនទេបងអញ្ចឹងជាគាត់នៅខ្វះព័ត៌មានអញ្ចឹងចាហើយដូចជាការបោះឆ្នោតអញ្ចឹងជាគាត់នៅខ្វះចំណេះដឹងច្រើនណាគាត់ថាតែយើងទូគួរដែលធ្វើថាបង្ហាញគាត់គោលមិនចាហើយយើងត្រូវបង្ហាញគាត់ថាមានគណៈបកម៉ានអីម៉ានអញ្ចឹងគឺខាងគិតនៅខ្វះអាហ្នឹងយើងអត់មានការយល់ដឹងទេព្រោះអីយើងឃើញថាដល់យើងទៅដល់កន្លែងបោះមកបានគេប្រាប់ហ្មងអូចាអញ្ចឹងវាពិបាកបងយើងចង់ថាតើយើងគណៈបកមួយហ្នឹងឲ្យខាងអ្នកជ្រៀបចាប់កម្មឆ្នោតគួរតែផ្សព្វផ្សាយមិនដូចថាគាត់យល់ពីការពុះទៅឆ្នោតអញ្ចឹងណាបងចាហើយមួយទៀតដូចយ៉ាងនេះចាប់បណ្ដាយើងដឹងចាស់ឆ្នោតយើងចង់ដឹងពីគោលនយោបាយបកមួយឯងចាដើម្បីជំរុញសម្រាប់ចិត្តបោះឆ្នោតទៅដើម្បីឲ្យអភិវឌ្ឍប្រទេសណាចាអញ្ចឹងយើងវាពិបាកនឹងប្រព័ន្ធផ្សព្វផ្សាយហ្នឹងចាអញ្ចឹងខ្ញុំសូមសំណូមពរថាបើយើងជាអ្នកបណ្ដាលកីឡាបណ្ដាលហើយយើងកុំខ្លាចយើងចែករំលែកឲ្យគេផ្សព្វផ្សាយបានដូចយើងដែរទៅចាកុំយកលក្ខណៈជាទៅតែមានតែមាត់ខាងក្រៅចាព្រោះអីដូចថាខ្ញុំចាប់ច្រឡំទៅមួយក៏លើកឡើងថាខ្ញុំមិនដឹងគណៈបកនយោបាយណាមួយដែលគាត់មិនចេញយុទ្ធនាការផ្សព្វផ្សាយចង់ជាប់ឆ្នោតដែរទីគណៈបកគេនៅប្រទេសគេគេថាទៅចេញផ្សព្វផ្សាយគណៈបកមួយហ្នឹងគេចេញផ្សព្វផ្សាយយ៉ាងសកម្មមែនទែនមកវាបានជាប់ឆ្នោតហ្នឹងហើយយើងនេះក៏ជាងំនៅតែមកកន្លែងហើយមិនដឹងជាចែកចំណយដល់ប្រព័ន្ធបកគេមិនជាប់ឆ្នោតដែរខ្ញុំឆ្ងល់ដែរនេះអញ្ចឹងសូមមេត្តាកែតម្រង់ឡើងវិញទៅព្រោះជីវិតរបស់គាត់មិនមែនលំងវិញមុនទេគាត់មានអង្គការជាច្រើនវិយោលេអញ្ចឹងគេគាត់ស្ដាប់តាមវិទ្យុតាមប្រព័ន្ធផ្សព្វផ្សាយថាវាបានលំត្រេងទៅគាត់អាចយកដឹងច្រើនដែរឥឡូវចាគេថាជីវិតរបស់គាត់មិនលំងវិញមុនទេចាបានសរុបជារួមសំណួររបស់អូនគឺមួយចង់សួរថាតើគណៈកម្មការរៀបចំការបោះឆ្នោតគួររៀបចំវិធីសាស្ត្របែបណាដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់អំពីវិធីសាស្ត្រក្នុងពេលទៅបោះឆ្នោតនឹងមួយណាចាបងហើយមួយទៀតសូមធ្វើម៉េចដើម្បីឲ្យប្រមាណផ្សព្វផ្សាយនឹងឲ្យគណៈបកខាងផ្សេងៗគាត់ផ្សព្វផ្សាយឲ្យបានដូចថាតាមទូតាមអញ្ចឹងដែរបងបើយើងសំណុកយើងនិយាយគាត់វិភាគក្នុងការគាត់បោះឆ្នោតទៅឲ្យគាត់ចាក់ឲ្យដូចថាឲ្យវាត្រូវចំណងរបស់ចិត្តគាត់ណាចាវាពិបាកមិនដឹងថាធ្វើម៉េចដើម្បីឲ្យវាបានភាពស្មើគ្នាវាពិបាកមែនទេបើកំណាច់នៅតែមួយអញ្ចឹងយើងមិនដឹងធ្វើម៉េចនេះចាពិបាកមិនដឹងថាលោកថាយើងជាប្រជាពលរដ្ឋហ្នឹងយើងត្រូវធ្វើម៉េចដើម្បីកែតម្រង់អញ្ចឹងបានណាហើយអ្នកអត់ឆ្នោតអ្នកកម្មការគាត់នៅខាងគេទាំងអស់អញ្ចឹងបើខ្ញុំមិនចិត្តបងឥឡូវនិយាយយើងបានតែនិយាយនេះតែមិនដឹងថាធ្វើម៉េចខ្ញុំរៀបទៅសួរទៅវិញថាអ្នកគួរធ្វើម៉េចឥឡូវអូននៅតែនិយាយថាមិនដឹងធ្វើម៉េចអញ្ចឹងប្រហែលជាអ្នកកម្មការរបស់ឆ្នោតនោះបើខាងគេមានបញ្ហាអីក៏រត់ដោះស្រាយឲ្យយើងមើលទៅមានបញ្ហាក្នុងផ្ដោតក៏គ្មានឃើញមិនដោះស្រាយអញ្ចឹងវាពិបាកអញ្ចឹងបងអញ្ចឹងមានថាវិជាបរិបទហ្នឹងគាត់យល់ឃើញខ្លួនឯងហ្មងនិយាយទៅចាតាមកាពិតអូនក៏យល់ហើយអូនគិតថាប្រជាពលរដ្ឋក៏យល់ដោយអូនដែរមិនថាអញ្ចឹងចាខ្ញុំថាប្រជាពលរដ្ឋរបស់គាត់នឹងយល់អញ្ចឹងដែរណាចានឹងប្រហែលជាចំណុចហ្នឹងក៏ជាគោលដៅរួមមួយដែលជាចម្លើយដែរអញ្ចឹងប្រហែលសង្ឃឹមថាប្រិមិត្តលោកនឹងចូលរួមជាបន្តទៅទៀតហើយអាចឆ្លើយនៅសំណួររបស់បងអូនបានប៉ុន្តែឥឡូវបែរមកចាអរគុណច្រើនចំពោះការចូលរួមចាឥឡូវសូមស្វាគមន៍ប្រិមិត្តម្នាក់ទៀតគឺលោកឆន
នាងខ្ញុំសូមជាប់ទូរស័ព្ទជូនលោកឆានអាឡូជំរាបសួរបាទជំរាបសួរបាទចាលោកឆានសុំតិចខ្ញុំអត់ដឹងលោកទូរស័ព្ទពីណាបាទខ្ញុំមកចេញពីខេត្តកណ្ដាលទៅបាទអរគុណច្រើនអាចមានសំណួរអីសូមជួយតែម្ដងបាទប៉ុន្តែបើអាចឆ្លើយជាមួយនឹងសំណួររបស់បងស្រីស៊ីម៉ុនបានក៏សូមចូលរួមផងដែរទៅចាសូមអញ្ជើញអរគុណមែនតើហើយសូមជម្រាបសួរលោកវិក្កាមបាទជំរាបសួរអរគុណពេលមកឃើញថាខ្ញុំចវល់របស់ខ្ញុំក៏មិនខុសពីពេលមកបានដែរហើយឃើញថាលោកវិក្កាមបានលើកច្រើនមកហើយចំពោះថាព័ត៌មានស្ដាប់ដៃប្រជាពលរដ្ឋក៏ដូចជាព័ត៌មាននៅតាមនិយាយរួមទៅគ្រប់កន្លែងទាំងអស់ទៅព័ត៌មានប៉ុន្តែយើងគួរគិតមកវិញថាបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់មកការិយាល័យមួយការិយាល័យបាត់ប្រជាពលរដ្ឋច្រើនមែនទែនតែគាត់មិនទៅបោះឆ្នោតអញ្ចឹងយើងឃើញថាប្រជាពលរដ្ឋ80%ដែលជាកសិករហើយជាមានចំនួនច្រើនណាស់ដែលកំពុងធ្វើចំណាក់ស្រុកណាអញ្ចឹងអ្វីដែលសំខាន់គឺកំពុងតែជាអត្តពលទៅលើការងារបោះឆ្នោតដែលគាត់មិនទាន់យល់ណាគាត់អត់ទាន់ដឹងថាតើពេលបោះឆ្នោតមានសារៈសំខាន់ដល់គាត់ដែរឬទេហើយមិនផ្ដល់សារៈសំខាន់គាត់ថាពិចារណាដែលគាត់ឆ្លើយថាមិនមានសារៈសំខាន់ទេបោះឆ្នោតហើយនៅដែរឃើញទេអានេះដែលជាបញ្ហាមួយហើយបញ្ហាមួយទៀតដែលខ្ញុំទូគាត់ក្នុង10នាក់ខ្ញុំទូគាត់ទាំង10នាក់គាត់ថាមានតែ3នាក់ទេដែលគាត់ឆ្លើយថាបោះឆ្នោតគឺជាការងារសំខាន់ណាស់ហើយជាអាយុជីវិតរបស់យើងនឹងមកអាណត្តិហើយនឹងការដឹកនាំចឹងណាប៉ុន្តែខ្ញុំឃើញជាច្រើនហើយដែលគាត់ឆ្លើយថាខ្លះខាងប្រសំខាន់ដែរតិចតួចហ្នឹងអញ្ចឹងនៅថ្ងៃគណិតវិទ្យាបោះឆ្នោតខ្ញុំតាមមើលការិយាល័យមួយដែលខ្ញុំទៅអង្គុយមើលណាគឺថាមិនទៅជំរាបបងប្អូនទៅប្រតិបត្តិឈ្មោះបោះឆ្នោតផងគឺថាហេតុអីបានគាត់អត់ទៅគណិតវិទ្យាបោះឆ្នោតហើយថាបោះឆ្នោតតាមមួយឆ្នាំគឺមានឈ្មោះឲ្យស្រាច់បោះឆ្នោតតាមអាណត្តិមានឈ្មោះនៅហ្នឹងហើយអត់ច្បាស់ហើយខ្ញុំក៏អរគុណដែរដល់គោលយោបល់គាត់ចេះរៀបចំឲ្យមានដូចថាអាញាធរដែលជាមាននឹងហៅថាបានព័ត៌មានបានអីតាមពិតទៅបើសិនជានៅមានការខ្វះចន្លោះណាអញ្ចឹងខ្ញុំចង់ឲ្យមានការផ្សព្វផ្សាយមួយទៀតឲ្យមានទលេទលំទលាយនោះគឺសារៈសំខាន់ដែលចង់យើងធ្វើមិនឲ្យសារៈសំខាន់ដែលគាត់ជាម្នាក់គាត់ជាម្ចាស់សម្លេងឆ្នោតនេះធ្វើមិនឲ្យគាត់យល់ធ្វើមិនឲ្យគាត់ដឹងថាការបោះឆ្នោតមានសារៈសំខាន់អញ្ចឹងបានគាត់ជាអារម្មណ៍ថាអូបោះឆ្នោតមានសារៈសំខាន់កន្លែងនេះអញ្ចឹងយើងមានប្រព័ន្ធផ្សព្វផ្សាយយើងគ្រប់រូបភាពទាំងអស់ហើយដោយវិទ្យុយត់ជាង100ប៉ុន្តែ100ទូថាវិទ្យុប្រមាណឲ្យកំពុងតែធ្វើការផ្ដល់សារៈសំខាន់ដល់ប្រជាពលរដ្ឋដែលក្នុងការងារបោះឆ្នោតនេះគឺឃើញតិចណាស់ណាបើទូរទស្សន៍ទាំងថាអត់ទៅមានទេពេលថ្ងៃចិត្តបោះឆ្នោតបានយើងធ្វើការផ្សព្វផ្សាយទៅទទួលទៅអាហ្នឹងហើយដែលជាបញ្ហាបើជាប្រជាពលរដ្ឋយើងមានគេហាក់ទំព័រឬមាន Facebook ឬមានតាមអ៊ីនធឺណិតណាមើលមិនចឹងនៅតាមដៃប្រជាពលរដ្ឋដូចតែសហគមន៍ជនបទក្នុងខ្សែចំការតាវិទ្យុគាត់មិនចង់មានស្រាប់ផងហ្នឹងណាហើយបាននៅពី3ដែលចូលបោទៅដាក់ហ្នឹងគឺថាមានតែចឹងហើយយកចូលប្រជាពលរដ្ឋគាត់អត់ចេះតណាអាហ្នឹងតែជាបញ្ហាហើយខ្ញុំទំនួលខ្ញុំចង់សួរទៅខាងវិទ្យុសូមឲ្យលោកវិទ្យុជួយទៅយកបន្ថែមដល់ពេលដែលខ្ញុំដាក់ចង្អុលនឹងទៅតែម្ដងបាទសូមអរគុណសូមជម្រាបលាចាអរគុណច្រើនតាកពិតលោកគ្រាន់តែឆ្ងល់ថាប្រព័ន្ធផ្សព្វផ្សាយមានច្រើនរហូតដូចសឹងតែនៅស្រុកខ្មែរដូចលោកវាគ្មានបានជម្រាបពីខាងដើមមែនប៉ុន្តែពុំទាន់មានធ្វើការផ្សព្វផ្សាយនិយាយអំពីសារៈសំខាន់នៃការទៅបោះឆ្នោតនោះទេលោកសួរតែប៉ុណ្ណឹងប៉ុន្តែបូករួមមកប្រហែលជាត្រូវការចូលរួមយោបល់ពីលោកវាគ្មានតែម្ដងហើយពាក់ព័ន្ធជាមួយប្រិមិត្តយើងពីបាទខ្ញុំអាចនិយាយមួយបែបផ្សេងមានន័យថាការគិតរបស់ប្រជាពលរដ្ឋខ្មែរសំទោសមិនមែនប្រអាប់ខ្មែរទេប៉ុន្តែការគិតរបស់ប្រជាពលរដ្ឋខ្មែរហើយនឹងការគិតរបស់លោកដែលជាប្រជាពលរដ្ឋនៅលោកសេរីនោះការគិតក្នុងការប្រើមធ្យោបាយនោះវាខុសគ្នាខ្ញុំអាចទាញមួយថានៅពេលដែលយើងមើលទៅលើគំរូនៅក្នុងការដាក់សัตว์នៅក្នុងទ្រុងមួយដូចជាសัตว์ស្វាអញ្ចឹងយើងដាក់លបាំងពីមុខស្វាហើយយើងដាក់ចេកមួយស្វាហ្នឹងដំបូងវាអាចនឹងឈោងចាប់យកចេកហ្នឹងដល់ពេលវាឈោងយូរឈោងអត់បានវានឹងរកផ្លូវផ្សេងដើម្បីទៅយកចេកហ្នឹងបានយកមកស៊ីហើយវាខុសពីសัตว์ផ្សេងទៀតដែលដាក់នៅពីមុខអញ្ចឹងវាគិតតែឈ្មោះធ្វើម៉េចឲ្យខូចលបាំងដែកហ្នឹងទៅដើម្បីអាចទៅយកចំណីបានហើយការគិតរបស់លោកសេរីនោះដោយសារតែគាត់មានការបដោះនៅមូលដ្ឋាននៅក្នុងការគិតហើយមធ្យោបាយនេះគេប្រើពាក្យថា think out of the box មានន័យថាគិតនៅក្រៅប្រអប់គេអាចរកវិធីផ្សេងដើម្បីឲ្យទៅដល់គោលដៅហើយសម្រាប់ប្រជាពលរដ្ឋខ្មែរយើងមិនមែនអន់ជាងគេទេគ្រាន់តែបទពិសោធន៍ហើយនឹងការអនុវត្តជាក់ស្ដែងរបស់យើងនឹងមានកម្រិតមានន័យថាដូចជាយើងតែងតែថាប្រព័ន្ធផ្សព្វផ្សាយវាអាចមានបទផ្សេងគ្នាមានន័យថាទី1
ដូចជាប្រិមត្តរបស់យើងអញ្ចឹងគាត់លើកឡើងថាប្រព័ន្ធផ្សព្វផ្សាយវាមានច្រើនប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទាំងនោះវាអត់បជ្រាបទៅដល់ប្រជាពលរដ្ឋអានេះវាជាចំណុចមួយព្រោះប្រជាពលរដ្ឋនៅពេលដែលគាត់ទៅបោះឆ្នោតមានអ្នកខ្លះអត់ទៅបោះឆ្នោតហ្នឹងគាត់បន្ទោសទៅលើប្រព័ន្ធផ្សព្វផ្សាយថាអត់មានព័ត៌មានប្រជាទៅដល់គាត់ដឹងទេថ្ងៃណាដែលត្រូវចុះឈ្មោះបោះឆ្នោតគាត់ដឹងទេថ្ងៃណាដែលត្រូវបោះឆ្នោតគាត់ដឹងអាហ្នឹងមានន័យថានៅពេលដែលយើងគិតតែបន្ទោសថាប្រព័ន្ធផ្សព្វផ្សាយមានច្រើនវាអត់ខិតទៅចិត្តប្រជាពលរដ្ឋគាត់អាចមានលទ្ធភាពទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយហ្នឹងយើងភ្លេចគិតមួយថាដើម្បីទទួលបានព័ត៌មានមួយហ្នឹងយើងមិនមែនចាំបាច់ពឹងតែប្រព័ន្ធផ្សព្វផ្សាយហ្នឹងទេដូចតែខ្ញុំបញ្ជាក់អញ្ចឹងប្រព័ន្ធផ្សព្វផ្សាយវាមានទាំងបោះពុម្ពហើយនិងផ្សព្វផ្សាយតាមរលកអាកាសចុះបើសិនជាប្រជាពលរដ្ឋយើងអត់ចេះអានតើយើងបោះពុម្ពទៅគាត់អានកើតទេអត់ទេបើសិនជាគាត់នៅឆ្ងាយគាត់អត់អាចទទួលអាលោកវិទ្យុនឹងបានទេសូម្បីតែវិទ្យុឬក៏ទូរទស្សន៍នឹងគាត់អាចទទួលបានតើយើងមិនក៏មិនភ្លេចអារបៀបចាស់ដែលយើងឃើញហើយថាពីសម័យមុនគេប្រើរបៀបមិនគឺខ្សឹបដាក់កជាមានន័យថាទៅប្រាប់ថាមានការបោះឆ្នោតមួយហើយថ្ងៃនេះអ្នកឯងត្រូវទៅចុះឈ្មោះបោះឆ្នោតអាហ្នឹងសិតតែជាមធ្យោបាយដែលប្រជាពលរដ្ឋនឹងអាចទទួលនៅប្រព័ន្ធផ្សព្វផ្សាយបានដូចគ្នាបញ្ជាក់មកវិញប្រិមិត្តរបស់យើងទី1ហ្នឹងគាត់បញ្ជាក់ថាគណៈបកនយោបាយនេះគាត់អត់សូវមានជាពិសេសគណៈបកប្រឆាំងគាត់អត់សូវមានលទ្ធភាពនៅក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមពិតប្រព័ន្ធផ្សព្វផ្សាយនេះមានច្រើនណាស់ដូចយើងបញ្ជាក់យើងដឹងអញ្ចឹងគាត់តែមធ្យោបាយនៅក្នុងការប្រើរបស់គាត់នឹងប្រើមិនដើម្បីឲ្យបានជោគជ័យការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកកណ្ដាលអំណាចលោកគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយដែលយើងប្រើពាក្យថាទូរទស្សន៍នោះព្រោះវាមានប្រជាប្រិយភាពនោះការដែលលើកឡើងអំពីសន្តិសុខសម្រាប់ផ្នែកសាធារណៈនោះវាជាហេតុផលមួយដែលយើងអាចទទួលស្គាល់ដែរព្រោះយើងគិតមើលបើសិនជាទូរទស្សន៍ឯកជនមួយដែលលោកផ្សាយសេរីលោកយករឿងគ្រោះថ្នាក់ចរាចរណ៍ដែលបង្ហាញប្រជាពលរដ្ឋនោះគាត់គ្រោះថ្នាក់ចរាចរណ៍ចេញឈាមចេញអីអាហ្នឹងវាប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនាវាអាចទៅជារឿងផ្សេងអញ្ចឹងប៉ុន្តែសម្រាប់គណៈបកដែលលោកអត់មានលទ្ធភាពនៅក្នុងការប្រើប្រាស់ប្រព័ន្ធទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋលោកអាចមានលទ្ធភាពនៅក្នុងការប្រើប្រាស់ប្រព័ន្ធផ្សេងដូចជាប្រព័ន្ធទូរទស្សន៍អ៊ីនធឺណិតហើយឥឡូវហ្នឹងគេមានដូចជាទូរទស្សន៍ផ្កាយរណបដែលយើងឃើញហើយប្រទេសមួយចំនួនគេប្រើហើយទូរទស្សន៍ផ្កាយរណបនេះមែនទែនសម្រាប់លោកដែលជាគណៈបកមិនកាន់អំណាចនោះលោកអាចមានលទ្ធភាពព្រោះអត់ចាំបាច់ឆ្លងកាត់ខាងរដ្ឋអត់ឆ្លងកាត់ខាងក្រសួងយើងទេលោកអាចបង្កើតខ្លួនឯងបានហើយដូចគ្នាឥឡូវនេះការប្រើប្រាស់ប្រព័ន្ធទូរទស្សន៍ដូចជាតាមអង្តែនឹងអញ្ចឹងវាពិបាកនៅក្នុងការចូលហើយការប្រើប្រាស់ទូរទស្សន៍តាមខ្សែកាបនេះក៏ពិបាកនៅក្នុងការចូលអញ្ចឹងលោកអាចគិតទៅលើវិធីផ្សេងដូចជាខាងវិទ្យុឃើញមានចន្លោះខ្លះដែរដែលខាងគណៈបកមិនកាន់អំណាចលោកអាចទទួលផ្សព្វផ្សាយអំពីសកម្មភាពរបស់ខ្លួនគោលនយោបាយរបស់ខ្លួនតាមរយៈវិទ្យុអស់នោះហើយនៅមានវិទ្យុបាយផ្សេងទៀតដូចជាឥឡូវយើងឃើញហើយប្រព័ន្ធផ្សព្វផ្សាយសង្គមជាវិទ្យុបាយមួយដែលនៅមានចម្លោះប្រហោងនៅឡើយសម្រាប់គាត់ដែលធ្វើការឃោសនាឬក៏ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណៈបកផ្សេងហើយនៅក្នុងការណែនាំជាបទដ្ឋានសម្រាប់អ្នកដែលគាត់ធ្វើការងារតាក់ទងជាមួយនឹងការបោះឆ្នោតនេះគេមិនបន្ទោសទៅលើតែស្ថាប័នរៀបចំការបោះឆ្នោតមួយទេគេនឹងបកគលនៅការទទួលខុសត្រូវឬក៏ចែករំលែកតួនាទីទៅដល់គណៈបកនយោបាយអង្គការសង្គមស៊ីវិលព្រមទាំងប្រជាពលរដ្ឋខ្លួនឯងផងដែរដើម្បីផ្សព្វផ្សាយអំពីព័ត៌មានបោះឆ្នោតអញ្ចឹងយើងជប់បន្ទោសទៅលើតែស្ថាប័នរៀបចំការបោះឆ្នោតដែលយើងថាកោជបថាលោកនឹងផ្សព្វផ្សាយព័ត៌មានអត់ដល់ខ្ញុំមិនអាចទទួលបានប៉ុន្តែជាការអនុញ្ញាតរបស់ស្ថាប័នរៀបចំការបោះឆ្នោតនោះគឺអនុញ្ញាតឲ្យគណៈបកនយោបាយសង្គមស៊ីវិលអង្គការហើយនឹងប្រជាពលរដ្ឋខ្លួនឯងធ្វើការផ្សព្វផ្សាយបានតាក់ទងជាមួយនឹងព័ត៌មានបោះឆ្នោតនេះបាទចាអរគុណច្រើនតាមពិតទៅតាមប្រសាសន៍របស់លោកវាគ្មិនមធ្យោបាយក្នុងការបញ្ជ្រាបឬក៏ផ្ដល់នៅព័ត៌មានផ្សេងទៅដល់ប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាលគឺមានច្រើនប៉ុន្តែរហូតទៅដល់ប្រាប់ថាផ្ដល់ព័ត៌មានបែបខ្សឹបតទៅទៀតប៉ុន្តែយ៉ាងណាក៏ដោយនេះជាការផ្ដល់នៅអនុសាសន៍ពីវាគ្មិនរបស់យើងទេប៉ុន្តែសម្រាប់ការសម្រេចចិត្តនិងការអនុវត្តពាក់ព័ន្ធទៅលើជាជំរឿនរបស់ប្រជាពលរដ្ឋជាជំរឿនរបស់ប្រជាពលរដ្ឋនិងតែជាម្ចាស់ឆ្នោតតែម្ដងអញ្ចឹងនេះខ្ញុំសូមទូរស័ព្ទភ្ជាប់ទៅប្រិយមិត្តម្នាក់ទៀតគឺលោករ៉ាត់អាឡូជំរាបសួរលោករ៉ាត់បាទសូមជំរាបសួរលោកស្រីហើយសូមជំរាបសួរដល់លោកវាគ្មិនផងហើយខ្ញុំបានតាមដានស្ដាប់កម្មវិធីនេះហើយខ្ញុំឃើញថាសពផ្សាយសារព័ត៌មាននេះគឺវាសារៈសំខាន់ណាស់សម្រាប់ជាពលរដ្ឋទូទៅសម្រាប់តាមដានស្ដាប់នៅកម្មវិធីនយោបាយរបស់បណ្ដាគណៈបកមួយដែលឈ្មោះដែលជាតំណាងរាស្ត្រឬក៏បេក្ខជនអីផ្សេងទៀតនៅក្នុងប្រទេសយើងចា៎អញ្ចឹងសារព័ត៌មាននេះវាអាចផ្ដល់លទ្ធភាពងាយស្រួលដល់ជាពលរដ្ឋយើងដែលមិនបានទៅចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយផ្ទាល់មាត់ក្តីគាត់អាចស្ដាប់តាមវិទ្យុបាន
ឬក៏មិនស្ដាយទូបានប៉ុន្តែជាក់ស្ដែងនៅក្នុងពេលកម្មវិធីផ្សព្វផ្សាយព័ត៌មានអំពីគោលនយោបាយរបស់គណៈបកនីមួយៗហ្នឹងឃើញថាវាពុំទាន់មានហៅថាឯករាជ្យភាពស្មើភាពគ្នាឬថាគណៈបកនយោបាយខ្លះទៅគាត់ផ្សព្វផ្សាយបានតិចតួចគណៈបកនយោបាយខ្លះទៅគាត់មានលទ្ធភាពច្រើនគាត់អាចផ្សព្វផ្សាយបានទូលំទូលាយច្រើនជាងអញ្ចឹងខ្ញុំក៏ចង់ដឹងថាទូទៅលោកថាតើយើងគួរធ្វើយ៉ាងណាដើម្បីឲ្យការព័ត៌មានផ្សព្វផ្សាយហ្នឹងវាអាចបើកជាទូលំទូលាយឲ្យបានស្មើភាពគ្នារវាងគណៈបកនយោបាយតូចក្តីធំក្តីឲ្យបានស្មើភាពគ្នាហើយដើម្បីឲ្យប្រជាពលរដ្ឋគាត់ស្វែងយល់គោលនយោបាយរបស់គណៈបកនីមួយៗតើគេមានគោលនយោបាយយ៉ាងណាសម្រាប់ជួយពួកគាត់សម្រាប់ពួកគាត់នៅតាមមូលដ្ឋានដែលជាម្ចាស់ឆ្នោតហ្នឹងដើម្បីគាត់ចូលរួមគ្រប់គ្រងរបស់គណៈបកនយោបាយមួយបាទសូមអរគុណចាអរគុណច្រើនលោករដ្ឋចាលោកអ្នកនាងនៅបងប្អូនរួមជាតិជាទីមេត្រីចានៅពេលនេះលោកអ្នកនាងនៅបងប្អូនរួមជាតិកំពុងស្ដាប់កម្មវិធីប្រព័ន្ធសារព័ត៌មាននិងអ្នកបោះឆ្នោតចាថ្ងៃនេះប្រធានបទយើងនិយាយអំពីថាតើអ្នកបោះឆ្នោតត្រូវការអ្វីពីប្រព័ន្ធផ្សព្វផ្សាយចារហូតមកដល់ពេលនេះយើងបានទទួលប្រិយមិត្ត3នាក់ហើយដែលប្រហែលជាលោកវាគ្មានត្រូវចូលរួមជួយបំភ្លឺប្រិយមិត្តចុងក្រោយអំបញ្ញមិញហ្នឹងដោយសារពេលវេលាយើងឆ្ងាយណាស់ហើយចាមែនតើបើយើងនិយាយពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាពិសេសទូរទស្សន៍នេះគឺអាចចំណាយថវិកាច្រើនព្រោះការដែលទទួលបាននៅគេហៅថាលិខិតអនុញ្ញាតបង្កើតស្ថានីយទូរទស្សន៍មួយនេះគាត់ចំណាយច្រើនហើយការផ្សព្វផ្សាយនោះទៀតសោតក៏ត្រូវចំណាយច្រើនអញ្ចឹងសម្រាប់ស្ថាប័នដែលត្រួតពិនិត្យឬក៏តាមដានទៅលើការអង្កេតការបោះឆ្នោតនេះដូចជា conference អញ្ចឹងគឺមានតែប្រើនៅអ្វីដែលខ្លួនមានអំណាចរបស់ខ្លួនមានដូចជាយើងរៀបចំនៅអនុសាសន៍បញ្ជូនទៅខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឲ្យលោកពិនិត្យមើលទៅលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាពិសេសក្នុងកំឡុងពេលឃោសនាបោះឆ្នោតឥឡូវនេះខាងគណៈកម្មការជាតិលោកបានឆ្លើយតបហើយថានឹងត្រួតពិនិត្យមើលទៅលើការឃោសនារបស់គណៈបកនយោបាយទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទូរទស្សន៍រដ្ឋមានន័យថាលោកនឹងធ្វើការណែនាំទៅស្ថាប័នទូរទស្សន៍រដ្ឋនឹងឲ្យរៀបចំនៅការផ្សាយរបស់គណៈបកនយោបាយនឹងស្មើគ្នាតាមម៉ោងពេលមានន័យថាមិនមែនជាការផ្សាយលើសគ្នានោះទេអានេះវាជាការធ្វើបានរបស់សង្គមស៊ីវិលហើយដូចគ្នាសម្រាប់កោជបលោកក៏ធ្វើបានទៅតាមលទ្ធភាពរបស់លោកដែរមានន័យថានៅពេលដែលគាត់មានបញ្ញត្តិណែនាំឲ្យលោកនឹងធ្វើការណែនាំទៅខាងស្ថានីយទូរទស្សន៍រដ្ឋលោកនឹងធ្វើហើយបើសិនជាមានការណែនាំឲ្យធ្វើការណែនាំទៅស្ថានីយទូរទស្សន៍ឯកជនទៀតនោះក៏មានការធ្វើសកម្មភាពចឹងដែរប៉ុន្តែទោះបីយ៉ាងណាមែនទែនការឆ្លើយតបត្រឡប់របស់ប្រជាពលរដ្ឋនេះវាមានលក្ខណៈសំខាន់ព្រោះប្រហែលជាអាចខ្ញុំនិយាយត្រឡប់បន្តិចថានិយាយពីប្រព័ន្ធផ្សព្វផ្សាយនេះវាមានតួអង្គតែពីរទេទី1គឺអ្នកដែលបញ្ជូននិងទី2អ្នកទទួលមានប្រយោជន៍អីបើសិនជាគាត់បង្កើតកម្មវិធីច្រើនប៉ុន្តែអត់មានអ្នកទទួលអាហ្នឹងកម្មវិធីបែបនោះប្រហែលជាអត់មានទទួលបានប្រសិទ្ធភាពឬក៏អត់មានជោគជ័យទេអញ្ចឹងប្រជាពលរដ្ឋខ្លួនឯងបើសិនជាគាត់ចង់បាននៅព័ត៌មានបែបនោះជឿជាក់ចោះថាអ្នករៀបចំកម្មវិធីទូរទស្សន៍ទាំងនោះនឹងធ្វើកម្មវិធីមួយសម្រាប់ប្រជាពលរដ្ឋអញ្ចឹងបានយើងឃើញថានៅពេលដែលរៀបចំកម្មវិធីអីមួយសម្រាប់អ្នកដែលគេមានវិជ្ជាជីវៈមែនទែននោះបង្កើតកម្មវិធីអីមួយគេមានការស្ទង់មតិជាមុនថាតើប្រជាពលរដ្ឋចង់បានអីបានគេផលិតកម្មវិធីនោះសម្រាប់ផ្គប់ប្រជាពលរដ្ឋមិនមែនប្រជាពលរដ្ឋនឹងរត់ទៅមើលកម្មវិធីនោះដោយសារតែកម្មវិធីនោះវាគួរឲ្យចាប់អារម្មណ៍ទេតាមពិតកម្មវិធីបង្កើតសម្រាប់ប្រជាពលរដ្ឋខ្លួនឯងគាត់ក៏អត់ដឹងអញ្ចឹងហើយយើងទាមទារឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណាក់ការបោះឆ្នោតនេះក៏អញ្ចឹងដែរមែនទែនចង់ឲ្យប្រជាពលរដ្ឋនោះគាត់ចូលរួមព្រោះនៅពេលបោះឆ្នោតម្ដងមានជាការស្ទង់មតិអំពីទស្សនៈរបស់ប្រជាពលរដ្ឋគួរតែចូលរួមអាហ្នឹងជាការចូលរួមដើម្បីឲ្យការបោះឆ្នោតមួយមានលក្ខណៈពេញលេញសេរីនិងត្រឹមត្រូវយុត្តិធម៌ហើយដូចគ្នាបើសិនជាប្រជាពលរដ្ឋគាត់មានលទ្ធភាពទៀតគាត់អាចរាយការណ៍អំពីសកម្មភាពនៅក្នុងការឃោសនាបោះឆ្នោតភាពមិនប្រក្រតីនានាតាក់ទងមួយការបោះឆ្នោតហ្នឹងក៏អាចទទួលយកបានដែរដូចជាគណៈកម្មការ Conference យើងក៏បានផលិតនៅគេហៅថាកម្មវិធីឬក៏បណ្ដាញមួយចំនួនដូចជាលេខទូរស័ព្ទព្រមទាំងគេហទំព័រគឺរងចាំទទួលការរាយការណ៍ត្រឡប់មកពីប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានតើលោកមានបញ្ហាអីនៅខាងនោះលោកចង់បានតម្រូវការអីហើយយើងនឹងពំនាំយកនៅកង្វល់ឬក៏មតិយោបល់សំណើរបស់ប្រជាពលរដ្ឋនោះទៅអន្តរាគមន៍ផ្ទាល់ជាមួយនឹងគណៈកម្មការជាតិរៀបចំការបោះឆ្នោតដូចជាការបោះឆ្នោត2012កន្លងមកអញ្ចឹងយើងបានទទួលព័ត៌មានពីថ្នាក់មូលដ្ឋានមកថាមានប្រជាពលរដ្ឋមួយចំនួនដែលគាត់ពិបាកនៅក្នុងការទទួលយកព័ត៌មានបោះឆ្នោតយើងទៅរាយការណ៍ប្រាប់កោជបលោកអន្តរាគមន៍ផ្ទាល់ទៅតំបន់នោះតាមរយៈការចែកបានព័ត៌មានរបស់ឆ្នោតហើយជាមានការបង្កើតនៅគេហៅថាមជ្ឈមណ្ឌលព័ត៌មានបោះឆ្នោតដែលជួយរកឈ្មោះអ្នកបោះឆ្នោតដូចជាដើមអាហ្នឹងមិនបានជាយើងមានសកម្មភាពបែបហ្នឹងព្រោះមានការទាមទារពីប្រជាពលរដ្ឋ
ប្រជាពលរដ្ឋលោកគាត់ចង់បានព័ត៌មានបែបហ្នឹងអញ្ចឹងហើយបានជាយើងធ្វើសកម្មភាពត្រឡប់ទៅវិញដើម្បីបំពេញចិត្តប្រជាពលរដ្ឋអញ្ចឹងខ្ញុំចង់ទាញបន្តិចថាយើងចង់បានអីពីប្រព័ន្ធផ្សព្វផ្សាយតោះយើងដឹងខ្លួនឯងថាយើងចង់បានអីសិនបានប្រព័ន្ធផ្សព្វផ្សាយនឹងអូតូម៉ាទិកធ្វើដើម្បីផ្គប់ចិត្តរបស់យើងដែលអ្នកចង់បាននេះបាទចាតាមពិតទៅសំណួររបស់លោករិទ្ធនៅព្រៃវែងគាត់ចង់បានការផ្សព្វផ្សាយមួយដែលស្មើភាពគ្នាពីគ្រប់គណៈបកទាំងអស់ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋគាត់យល់ពីគោលនយោបាយរបស់គណៈបកហើយលោកក៏បានជម្រាបរួចហើយអំពីនីតិវិធីរបស់គោជបក៏ដូចជាសង្គមស៊ីវិលមួយចំនួនដែលកំពុងតែធ្វើការពាក់ព័ន្ធជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយដែលថាលីលោកយ៉ាងណាឲ្យធ្វើការផ្សព្វផ្សាយបានស្មើភាពគ្នាមិនថាភាពស្មើគ្នាដែលគណៈបកនយោបាយលោកចង់បានគ្រាន់តែចេះទេបើសិនជាគណៈបកកណ្ដាលអំណាចលោកផ្សាយអំពីគោលនយោបាយ30នាទីគណៈបកដែលមិនកាន់អំណាចនឹងគួរតែទទួលបាន30នាទីដែរបាទអានឹងវាជារឿងងាយដែលយើងឃើញហើយការប្រកាសរបស់កោជបលោកថាអាចគ្រប់គ្រងបានប៉ុណ្ណឹងប៉ុន្តែវាអាចមិនស្មើគ្នានៅក្នុងរូបភាពផ្សេងដែលដូចជាយើងដឹងហើយថាប្រព័ន្ធផ្សព្វផ្សាយវាមិនមែនមានតែស្ថាប័នរដ្ឋមួយមានស្ថាប័នឯកជនផ្សេងទៀតដល់ពេលនិយាយរឿងឯកជនគឺរឿងប្រាក់ចំណូលបើសិនជាមានលុយឲ្យទៅគាត់គាត់ចាក់ឲ្យហើយការប្រើប្រាស់គេហៅថាប្រព័ន្ធផ្សព្វផ្សាយដែលមានប្រៀបជាងគណៈបកការអំណាចហ្នឹងគឺដោយសារតែបុគ្គលដែលគាត់ជាមន្ត្រីរបស់រាជរដ្ឋាភិបាលហ្នឹងលោកមកពីគណៈបកកណ្ដាលអំណាចអញ្ចឹងសកម្មភាពភាគច្រើនហ្នឹងវាពាក់ព័ន្ធជាមួយនឹងបុគ្គលដែលជាអ្នកមកពីគណៈបកកណ្ដាលអំណាចហើយគាត់ជាមានមុខងារមួយនៅក្នុងមន្ត្រីរដ្ឋាភិបាលទៀតហ្នឹងវាធ្វើឲ្យការផ្សព្វផ្សាយហ្នឹងវាមើលទៅដូចជារឿងលំអៀងតិចប៉ុន្តែទោះបីយ៉ាងណាយើងចង់ឲ្យមានការផ្សព្វផ្សាយមួយជាពិសេសក្នុងដំណាក់កាលនៅក្នុងការឃោសនាបោះឆ្នោតហ្នឹងវាត្រឹមត្រូវហើយស្មើដូចដែលប្រិមិត្តចុងក្រោយយើងចង់បានអញ្ចឹងបើសិនជា30នាទីគួរតែ30នាទីដូចគ្នាចាអរគុណច្រើនលោកសវណ្ណប្រហែលជាលោករងចាំយូរអញ្ចឹងនាងខ្ញុំសូមជាប់ទូរស័ព្ទទៅជូនលោកសវណ្ណតែម្ដងទៅចាលោកជម្រាបសួរលោកសវណ្ណបាទលោកជម្រាបសួរបងស្រីចាសូមទោសដែលទុកឲ្យលោករងចាំយូរលោកអញ្ជើញតែម្ដងទៅណាចាជាបឋមខ្ញុំសូមគោរពនិងជម្រាបសួរលោកវិក្កាមិនផងបាទជម្រាបសួរបាទអរគុណហើយខ្ញុំមានសំណួរប៉ុន្តែដល់ពេលលោកវិក្កាមិនរៀបរាប់ទៅដល់សំណួរពូមួយនៅខាងព្រៃវែងហ្នឹងសំណួររបស់ខ្ញុំចង់សួរថាតើធ្វើដូចម្តេចដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយមានតម្លាភាពរវាងគណៈបកនយោបាយដូចគ្នាហើយដល់លោកវិក្កាមិនបានឆ្លើយហើយខ្ញុំមានជាយោបល់ខ្ញុំចង់ឲ្យមានយោបល់ថាដូចខ្ញុំចង់បានប្រព័ន្ធផ្សព្វផ្សាយណាមួយទៅប្រកាសឲ្យគណៈបកនយោបាយហ្នឹងមានសិទ្ធិស្មើគ្នាក្នុងការផ្សព្វផ្សាយគោលនយោបាយហើយឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតហ្នឹងត្រូវទទួលខុសត្រូវរាល់ការបោះឆ្នោតរបស់គាត់បោះឆ្នោតឲ្យណាគណៈបកណាក៏ខ្ញុំមិននិយាយទេប៉ុន្តែចង់ឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតហ្នឹងត្រូវទទួលខុសត្រូវប៉ុន្តែបើសិនជាយើងចង់ថាយើងហូបស្លម្ជូរឬមួយស្លប្រហើរអញ្ចឹងដល់ពេលយើងចង់ហូបប្រហើរបែរជាគេធ្វើម្ជូរឲ្យអញ្ចឹងទៅវាតែខុសនៅចំណងចិត្តអញ្ចឹងគេថាបើយើងចង់ឲ្យប្រទេសជាតិមានការរីកចម្រើនមានការគេថាសบายអញ្ចឹងទៅយើងបោះទៅហើយគេថាគណៈបកសពថ្ងៃគណៈបកប្រជាជនគាត់បោះឆ្នោតរងហើយប្រជាពលរដ្ឋគាត់គ្រប់គ្រងហើយអញ្ចឹងហើយតែថាបើសិនជាប្រជាពលរដ្ឋលំបាកវេទនាអីកុំទទួលកុំប្រកាន់ទៅគណៈបកខាងណាពីព្រោះនេះគឺថាយើងចង់បានសាឡដូចខ្ញុំបានជម្រាបហ្នឹងថាយើងចង់បានចឹងហើយគឺលទ្ធផលគឺចឹងហើយចង់ឲ្យបងអូជនរួមជាតិជាពិសេសម្ចាស់ឆ្នោតហ្នឹងត្រូវទទួលខុសត្រូវរាល់ស្លឹកឆ្នោតដែលខ្លួនបានតម្លាក់បាទសូមអរគុណច្រើនលោកវិក្កាមិនចាសូមអរគុណចំពោះការចូលរួមយោបល់ដូចជាសំណួរដែលគាត់លើកឡើងប៉ុន្តែវាដូចជាការចូលរួមយោបល់ផងដែរដោយសារយើងនៅសល់ពេលតែ10នាទីទៀតពីខាងដើមនេះខ្ញុំថានឹងលើកយកនៅអត្ថបទដែលបានដកស្រង់ចេញពីវិទ្យុបរទេសប៉ុន្តែនិយាយភាសាខ្មែរនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងកាសែតធំមកជូនលោកអ្នកនាងនិងបងប្អូនរួមជាតិអញ្ចឹងនេះខ្ញុំសូមដកស្រង់ពីវិទ្យុមួយដែលនិយាយថាប្រសិនបើគេយកចំនួនអ្នកលេង Facebook បូកបញ្ចូលជាមួយអ្នកតាមដានព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតនោះអ្នកជំនាញមួយចំនួនបានស្មានថាវាអាចមានចំនួនជិត1លាននាក់ការកើនឡើងចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និងចំនួនអ្នកប្រមាញ់ព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែច្រើនយ៉ាងដូចនេះបង្កឲ្យមានសំណួរជាច្រើនលើកឡើងថាតើការទទួលព័ត៌មានតាមបណ្ដាញសង្គម Facebook និងតាមគេហទំព័រអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកបោះឆ្នោតដែរឬទេក្នុងនោះប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងជាអ្នកគ្រប់គ្រងបណ្ដាញសង្គមម្នាក់យ៉ាងសកម្មដែលនោះបាននិយាយដោយត្រង់ថាការចែករំលែកព័ត៌មានតាមបណ្ដាញ Facebook និងគេហទំព័រ
ពិតជាមានអត្ថប្រយោជន៍លើការសម្រេចចិត្តរបស់អ្នកបោះឆ្នោតនៅឆ្នាំ2013ខាងមុខនេះហើយវានឹងមានអត្ថប្រយោជន៍កាន់តែខ្លាំងបន្ថែមទៀតសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ2018ចា៎នេះគឺជាការដកស្រង់យកនៅសម្ដីដែលចេញពីការផ្សព្វផ្សាយតាមរលកវិទ្យុមួយដែលនិយាយភាសាខ្មែរចា៎ហើយខ្ញុំសូមស្រង់យកពីកាសែតមួយដែលនិយាយនៅក្នុងការបោះឆ្នោតកន្លងមកគឺនៅក្នុងការបោះឆ្នោតនៅខែមិថុនាយុទ្ធនាការបោះឆ្នោតជ្រើសរើសគុំសង្កាត់នៅអាណត្តិទី3គឺនិយាយថានៅភ្នំពេញគណៈបកសំរងស៊ីនឹងជួបជុំហើយក្បួនទ្រង់ទ្រាយធំនៅថ្ងៃផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ដោយឡែកគណៈបកសិទ្ធិមនុស្សរបស់លោកកឹមសុខាក៏បានប្រកាសថានៅថ្ងៃទី18ខែឧសភាឆ្នាំ2012នឹងធ្វើពិធីបួងសួងសច្ចាប្រណិធានលាសម្បត្តិចំនួនមហាជនខ្មែរដែលត្រូវគណៈបកខ្លះដាក់សម្ពាធហើយខ្ញុំស្រង់យកចំណុចមួយទៀតជាមួយគ្នានោះដែរគណៈបកសិទ្ធិមនុស្សក៏ធ្វើការផ្សព្វផ្សាយនៅគោលនយោបាយរបស់ខ្លួនផងដែរហើយដោយឡែកគណៈបកនយោបាយ7ផ្សេងទៀតដែលបានចុះឈ្មោះដាក់បេក្ខជនចូលរួមការបោះឆ្នោតឃុំសង្កាត់អាណត្តិទី3នៅថ្ងៃផ្ដើមឃោសនាដំបូងបានសម្រេចចិត្តថានឹងមិនដង្ហែក្បួនឃោសនាតាមដងផ្លូវនោះទេនេះគឺជាការដកស្រង់យកចំណុចខ្លះៗមួយជូនលោកអ្នកនាងនៅបងប្អូនរួមជាតិពាក់ព័ន្ធជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយដែលយើងបានស្រង់ពីវិទ្យុនិងសារព័ត៌មានហើយយ៉ាងណាក៏ដោយយើងបង្វែរមកកម្មវិធីយើងវិញដែលយើងបានសម្រង់មតិបងប្អូនប្រជាពលរដ្ឋមួយចំនួនរួចហើយពាក់ព័ន្ធថាតើលោកត្រូវការអ្វីខ្លះនៅក្នុងពេលបោះឆ្នោតពីប្រព័ន្ធផ្សព្វផ្សាយមុននេះគឺជាការដែលខ្ញុំបានអានបាញ់មិញគឺជាការផ្សព្វផ្សាយដែលកន្លងមកប៉ុន្តែមួយចំនួនសំណួរពាក់ព័ន្ធដែលក្នុងកម្មវិធីយើងក៏បានជម្រាបសួរវាគ្មិនរួចហើយចំណែកធំគឺគាត់ចង់បានការផ្សព្វផ្សាយដែលស្មើភាពគ្នាហើយលោកក៏បានធ្វើការផ្សព្វផ្សាយបកស្រាយបំភ្លឺរហូតដល់ទៅថាប្រព័ន្ធផ្សព្វផ្សាយវាមានខ្សឹបគ្នាតទៅទៀតយ៉ាងណាក៏ដោយសរុបជារួមលោកឲ្យយោបល់ឲ្យថាការផ្សព្វផ្សាយខ្សឹបគ្នាក៏ជាប្រព័ន្ធដែលចាស់កម្រិលប៉ុន្តែក៏មានប្រសិទ្ធភាពដែរប្រសិនបើចង់ណាហើយព្រោះការផ្សព្វផ្សាយតាមទូរទស្សន៍លោកបានហាក់ដូចជាដឹងច្បាស់លាស់ពីប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍របស់ជាតិប៉ុន្តែតាមឯកជនវាអាចចំណាយថវិកានៅក្នុងការផ្សព្វផ្សាយប៉ុន្តែយ៉ាងណាក៏ដោយមុននឹងបញ្ចប់កម្មវិធីចង់បានប្រសាសន៍របស់លោកវិក្កាមថាតើតម្រូវការរបស់អ្នកបោះឆ្នោតនៅពេលទៅបោះឆ្នោតនឹងចំណុចសំខាន់គឺអីដើម្បីលោកបានជ្រាបហើយធ្វើការស្វែងយល់ទាំងអស់គ្នាមុននឹងបញ្ចប់កម្មវិធីចា៎ការបោះឆ្នោតមួយដែលមានលក្ខណៈពេញលេញគួរតែមានការចូលរួមរបស់ប្រជាពលរដ្ឋលើការបោះឆ្នោតហើយមុននឹងប្រជាពលរដ្ឋគាត់ចូលរួមនៅក្នុងការបោះឆ្នោតហ្នឹងប្រជាពលរដ្ឋគួរតែទទួលបាននៅការជូនដំណឹងឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងពួកគាត់នឹងធ្វើការសម្រេចចិត្តព្រោះបើយើងនិយាយពីការបោះឆ្នោតហ្នឹងវាពាក់ព័ន្ធជាមួយនឹងពាក្យថាជ្រើសរើសអញ្ចឹងបើសិនជាអាចជ្រើសបានតើតើពួកគាត់នឹងប្រជាពលរដ្ឋនឹងគួរតែទទួលបានព័ត៌មានជុំវិញគេហៅថាកម្មវត្ថុដែលគាត់នឹងចង់ជ្រើសរើសដូចជាគាត់ចង់រើសប្រពន្ធអញ្ចឹងគាត់គួរតែដឹងថាតើនារីនឹងយ៉ាងម៉េចដែរបាទពូជពងអំបោគេមិនដែរក៏ពោះកពោមុខមាត់មិនដែរដើម្បីឲ្យគាត់ងាយជ្រើសរើសហើយវាមិនសូវខុសហើយបើសិនជាការចូលរួមរបស់ប្រជាពលរដ្ឋទៅលើការបោះឆ្នោតនេះប្រជាពលរដ្ឋខ្លួនឯងក៏គួរតែទទួលបានព័ត៌មានជាពិសេសអ្នកដែលគាត់បោះឆ្នោតថ្មីហ្នឹងជួនកាលគាត់ដឹងទៀតថាការបោះឆ្នោតហ្នឹងគួរតែគូសរបៀបម៉េចទើបអាចយកជាការបានបាទហ្នឹងគឺជាការចាប់ផ្ដើមព័ត៌មានសម្រាប់ឲ្យអ្នកបោះឆ្នោតហ្នឹងគាត់បានទទួលដឹងហើយការផ្សព្វផ្សាយអំពីគណៈបកនយោបាយតើគាត់មានគោលនយោបាយអីខ្លះប៉ុន្តែកន្លងមកនេះនៅក្នុងការបោះឆ្នោតប្រទេសលោកអភិវឌ្ឍដូចជាលោកខាងលិចហ្នឹងការឃោសនាអំពីគោលនយោបាយនេះវាអត់សូវមានប្រសិទ្ធភាពទេប្រជាពលរដ្ឋគាត់បោះឆ្នោតគឺពឹងទៅលើប្រជាប្រិយភាពរបស់បេក្ខជនច្រើនជាងគោលនយោបាយព្រោះគេជឿជាក់ថាដាក់គោលនយោបាយនឹងមកมันអាចអនុវត្តបាននេះក្នុងមួយអាណត្តិហ្នឹងវាអាចតទៅអាណត្តិក្រោយអាណត្តិក្រោយពេលបោះឆ្នោតដូរទៀតហើយអញ្ចឹងគេមើលទៅលើបេក្ខភាពរបស់គណៈបកឬក៏បេក្ខជននោះជាសំខាន់វិញតើគាត់មានគេហៅថាភាពជាអ្នកដឹកនាំទេគាត់មានអំណាចបុគ្គលនៅក្នុងការដឹកនាំប្រទេសជាតិនោះទេអាហ្នឹងដែលជានិន្នាការថ្មីរបស់ប្រទេសលោកខាងលិចហើយយើងជឿជាក់ថាប្រទេសកម្ពុជាយើងក៏អញ្ចឹងដែរបទពិសោធន៍បរៀនឲ្យពួកគាត់បោះឆ្នោតជ្រើសរើសហ្នឹងគាត់អាចតាមរយៈការប្រមូលព័ត៌មានតាក់ទងជាមួយនឹងបុគ្គលដែលគាត់ចង់បោះឆ្នោតជ្រើសរើសឲ្យនឹងព្រោះគាត់ទទួលបានព័ត៌មានល្អៗជ្រើសហ្នឹងហើយទើបបានជាគាត់សម្រាប់ចិត្តបោះឆ្នោតឲ្យអ្នកខាងនោះដូចគ្នាចន្លោះនេះសម្រាប់គណៈបកដែលលោកមិនមែនកាន់អំណាចគួរតែយកឱកាសហ្នឹងផ្សព្វផ្សាយអំពីខ្លួនឯងវាប្រសើរជាងយកឱកាសហ្នឹងនៅក្នុងការរិះគន់អ្នកដទៃព្រោះរិះគន់អ្នកដទៃចង់មិនចង់ប្រជាពលរដ្ឋគាត់អាចគិតសិនមុនដំបូងគាត់ប្រាប់មកគាត់អាចគិតថាតើម្នាក់នឹងនិយាយពិតឬក៏មិនពិតបាទអាហ្នឹងវាជាការបន្ថែម
ចន្លោះបន្ថែមព័ត៌មានទៅឲ្យប្រជាពលរដ្ឋវិញទេចុះបើសិនយើងយកឱកាសដែលយើងរិះគន់គណៈបកកណ្ដាលអំណាចយកឱកាសនឹងមកផ្សព្វផ្សាយពីខ្លួនឯងខ្ញុំបានធ្វើនេះខ្ញុំបានធ្វើនេះធ្វើល្អចេះអាហ្នឹងប្រជាពលរដ្ឋដែលគាត់លោកឃើញអំពើល្អហ្នឹងលោកអាចនឹងដកចិត្តជាមួយនឹងអំពើល្អច្រើនជាងដែលយើងទៅនិយាយដើមគេដូចតែភាសាប្រជាពលរដ្ឋថ្នាក់មូលដ្ឋានតែម្នាក់នឹងគ្មានចេះស្អីទេមួយថ្ងៃនិយាយតែដើមគេអញ្ចឹងហើយបានគេថាចេតថាឯនោះអញ្ចឹងយើងអាចត្រឡប់មកវិញឆ្លើយតបទៅនឹងការដែលគេនិយាយថាយើងថាចិត្តថាយើងធ្វើវិញហើយបើសិនជាអួតក៏គួរតែអួតអំពីខ្លួនឯងមិនបាច់ទៅអួតអ្នកដទៃទោះបីជាអួតពីចំណុចអាក្រក់របស់អ្នកដទៃក៏ជាការខាតពេលមួយដែរព្រោះសម្រាប់ការផ្សព្វផ្សាយនេះវាអត់ចាំបាច់យើងទៅប្រាប់ថាអូអ្នកនេះល្អមិនល្អទេប្រជាពលរដ្ឋខ្លួនឯងលោកគាត់ចេះសម្រេចហើយបើសិនជាគាត់ទទួលបានព័ត៌មានពិតហើយដូចគ្នាអញ្ចឹងបើសិនជាការបោះឆ្នោតហ្នឹងលោកសម្រេចបោះឆ្នោតឲ្យបេក្ខជនហ្នឹងហើយថាទទួលខុសត្រូវខ្លួនឯងសម្រាប់ការបោះឆ្នោតនៅអាណត្តិហ្នឹងគាត់ទទួលខុសត្រូវប៉ុន្តែអាណត្តិក្រោយហ្នឹងប្រហែលជាគាត់មិនគ្រប់គ្រងបេក្ខជនឬក៏គណៈបកនោះទៀតទេព្រោះគាត់ដឹងហើយថាម្នាក់ហ្នឹងកាលឆ្នាំមុនបោះឲ្យម្ដងដោយអត់ឃើញធ្វើតាមអ្វីដែលគាត់ចង់បានអញ្ចឹងវាជាការវិវត្តថ្មីមួយដែលប្រជាពលរដ្ឋយើងគាត់មាននៅក្នុងខ្លួនហើយតាមរយៈបទពិសោធន៍កន្លងមកអញ្ចឹងគណៈបកនយោបាយខ្លួនឯងដែលត្រៀមប្រជែងសម្រាប់ការបោះឆ្នោត2013នេះលោកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងហើយជឿពេលផ្សព្វផ្សាយអំពីអ្វីដែលល្អរបស់ខ្លួនឯងនឹងហើយធ្វើឲ្យប្រជាពលរដ្ឋនឹងគាត់ទទួលបានព័ត៌មានដែលគាត់ដកចិត្តនឹងវាជាចំណុចផ្ដើមមួយដែលល្អឈានទៅដល់ការចូលរួមរបស់ប្រជាពលរដ្ឋចាអរគុណច្រើនលោកវាគ្មិនដោយសារពេលវេលាមានកំណត់នាងខ្ញុំសូមសរុបអញ្ចឹងវិញចុះថាប្រជាពលរដ្ឋគួរយល់ដឹងអំពីសមាជិកភាពបេក្ខភាពអ្នកបោះឆ្នោតវិញនឹងវិធីសាស្ត្រក្នុងពេលទៅបោះឆ្នោតវាជាការសំខាន់មុននឹងធ្វើការសម្រេចចិត្តណាចាដោយសារពេលវេលាមានកំណត់នាងខ្ញុំតំណាងឲ្យអង្គការឆាំដែលជាអ្នករៀបចំកម្មវិធីសូមលំអរកាយគ្រប់លាលោកអ្នកនាងនៅបងប្អូនរួមជាតិត្រឹមប៉ុណ្ណេះសិនក៏សូមថ្លែងអំណរគុណចំពោះវាគ្មិនដែលឆ្លៀតឱកាសមកចូលរួមជាមួយកម្មវិធីក៏ដូចជាលោកអ្នកនាងនៅបងប្អូនរួមជាតិដែលកំពុងតែតាមដានស្ដាប់និងប្រិយមិត្តដែលបានចូលរួមជាមួយកម្មវិធីនៅមុនពេលនេះសូមថ្លែងអំណរគុណជាថ្មីហើយនឹងវិលជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានៅម៉ោងដដែលនៅក្នុងប្រធានបទដែលនិយាយថាតើអ្នកបោះឆ្នោតត្រូវការអ្វីពីប្រព័ន្ធផ្សព្វផ្សាយហើយថ្ងៃនោះគឺមានអ្នកតំណាងបោះឆ្នោត2នាក់ដែលចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីយើងចាសសូមអរគុណសូមជម្រាបលាចាមតិយោបល់ទាំងឡាយដែលមាននៅក្នុងកម្មវិធីនេះមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់អង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជានិងអង្គការក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាព្រមទាំងម្ចាស់មូលនិធិឡើយកម្មវិធីអ្នកសារព័ត៌មាននិងការបោះឆ្នោតរៀបចំឡើងដោយអង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជាសហការជាមួយអង្គការក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាឧបត្ថម្ភមូលនិធិដោយស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា